và chỉ có phòng nhưng bà sống groupរៀបសួរដល់បងប្អូនទាំងអស់ជាទីគោរពនិងជាទីរាប់អានថ្ងៃនេះខ្ញុំបាទមានប្រធានបទមួយទៀតដែលចង់និយាយរៀបរាប់អំពីវិធីសាស្ត្រនៃការបរៀនក៏ដូចជាអឺគេហៅថាសាអង់គ្លេសគេហៅថា lesson plan ឬក៏ teaching procedure លំដាប់លំដោយអឺរបៀបវិរៈឬក៏ដំណើរការនៃការបរៀនក្នុងនោះត្រូវតែមានការរៀបចំមេរៀនដែលយើងត្រូវបរៀនในអង់គ្លេសគេហៅថា lesson plan ឬក៏ teaching procedure ដែលពេលដែលយើងបរៀនទៅដល់អ្នកសិក្សាទាំងអស់អញ្ចឹងសង្ឃឹមថាថ្ងៃនេះប្រធានបទនេះគឺនឹងជាជំនួយដល់បងប្អូនទាំងអស់ជាពិសេសលោកគ្រូអ្នកគ្រូទាំងឡាយដែលកំពុងតែមានភារកិច្ចក្នុងការបំពេញបេសកកម្មជីវិតនៅក្នុងវិស័យអប់រំតែម្ដងអញ្ចឹងវាជាការសំខាន់ណាស់ដែលយើងគ្រប់រូបក្នុងនាមជាគ្រូបង្រៀនមួយរូបនៅក្នុងសង្គមរបស់យើងដើម្បីឲ្យការបង្រៀនរបស់យើងបញ្ជូនសារនានាទៅកាន់អ្នកសិក្សារបស់យើងដែលជាជំពាំងស្នងជំនាន់ក្រោយទទួលបាននូវការអប់រំប្រកបដោយគុណភាពអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកនៅប្រធានបទនេះបាទតាក់ទងទៅនឹងរៀបចំវិធីសាស្ត្រនៃការបរៀនឬក៏ការរៀបចំមេរៀននៅពេលដែលយើងត្រូវបរៀនតើយើងត្រូវធ្វើបែបណាដើម្បីឲ្យការបង្រៀនមេរៀនរបស់យើងទៅកាន់សិស្សរបស់យើងឯងមានលក្ខណៈប្រកបដោយប្រសិទ្ធភាពហើយធ្វើឲ្យច្បាស់ថាអ្នករៀនទាំងអស់ហ្នឹងគឺគាត់អាចទទួលយកនៅមេរៀនទទួលយកចំណេះដឹងរបស់យើងដែលយើងបានផ្ទេរឲ្យគាត់ហ្នឹងទទួលបានមិនបាន100%ក៏បាន70 80 ទៅ 90% អញ្ចឹងតាមដានជាមួយខ្ញុំដូចទៅខ្ញុំនឹងបង្ហាញពីslide ឬក៏បង្ហាញអំពីពន្លឺខ្លះៗដែលបានបង្ហាញនៅតាមរយៈអេក្រង់កុំព្យូទ័របាទដូចជាបងប្អូនទាំងអស់បានឃើញហើយមេរៀនគឺចំណុចសំខាន់ហ្នឹងនិយាយអំពី lesson plan ឬក៏យើងហៅថា teaching procedure ការរៀបចំមេរៀនក្នុងការបរៀនឬខ្មែរយើងភាសាខ្មែរហៅថាកិច្ចតែងការបរៀនលំដាប់លំដោយនៃការបង្រៀនក្នុងនោះមានវិធីសាស្ត្រផ្សេងមានគ្រឿងឬក៏សម្ភារៈឧបទេសនានាដើម្បីធ្វើឲ្យការបង្រៀនរបស់យើងមានប្រសិទ្ធភាពហើយនៅក្នុង lesson plan នេះគឺខ្ញុំពោលសម្ដៅទៅលើចំណុចសំខាន់4នៅពេលដែលយើងបរៀនមេរៀនមួយហ្នឹងទោះបីជាមេរៀននោះជាភាសាជាតិឬក៏ភាសាបរទេសក៏ដោយគឺយើងអាចយកទៅផ្លាយទៅតាមនឹងបានតាមការស្រាវជ្រាវក៏ដូចជាសង្កេតមើលរបស់ខ្ញុំហើយបកពិសោធន៍ផ្ទាល់គឺថាការបរៀនភាសាអង់គ្លេសក៏ដូចជាការបរៀនភាសាជាតិរបស់យើងប្រហែលជាមិនមានលក្ខណៈខុសប្លែកគ្នាច្រើនប្រមាណទេអ្វីដែលខុសប្លែកនោះគឺត្រង់ភាសាដែលយើងប្រើបាទមួយជាភាសាជាតិមួយភាសាអន្តរជាតិអីចឹងទៅអញ្ចឹងនៅក្នុងកម្មវិធី lesson plan ឬក៏កិច្ចតែងការនេះជាតាមបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំបាទផ្ទាល់គឺខ្ញុំពោលឬក៏ដៅទៅលើចំណុចសំខាន់ចំនួន4បាទហើយនៅក្នុងនោះទី1រ៉ូម៉ាំងទី1ហ្នឹងគឺ before the lesson បាទមានន័យថាសកម្មភាពមុនពេលដែលយើងចាប់ដើមបង្រៀនមេរៀនរបស់យើងតើយើងត្រូវធ្វើយ៉ាងម៉េចបាទហើយចំណុចរ៉ូម៉ាំងទី2គឺ opening នៅពេលដែលយើងចាប់ដើមចូលទៅកាន់ការបរៀនមេរៀនរបស់យើងរ៉ូម៉ាំងទី3គឺនិយាយអំពីចំណុចកណ្ដាលបាទនេះចំណុចកណ្ដាលនៃការបរៀនមេរៀនហ្នឹង
ហើយចំណុចរមាំងទី4ចុងក្រោយគឺ closing បាទ closing មានថាការបញ្ចប់នៅមេរៀនបញ្ចប់នៅការបង្រៀនមេរៀនរបស់យើងតើមានសកម្មភាពអ្វីខ្លះដែលក្នុងនាមយើងជាគ្រូម្នាក់ត្រូវតែយល់ដឹងបាទអញ្ចឹងចំណុចទី1សំខាន់ទី1គឺ before the lesson មានថាសកម្មភាពដែលយើងមុននឹងចូលទៅដល់មេរៀនយើងត្រូវធ្វើម៉េចគឺថាយើងត្រូវ set the lesson objective បាទមុននឹងយើងបរៀនមេរៀនណាមួយហ្នឹងគឺយើងត្រូវកំណត់ឲ្យបាននៅវត្ថុបំណងឬក៏កម្មវត្ថុនៃមេរៀននោះតើយើងចង់ឲ្យអ្នកសិក្សាឬក៏សិស្សរបស់យើងនឹងឯងចេះអ្វីបាទចេះចំណុចណាមួយមានប្រមាណចំណុចដែលយើងចង់ឲ្យកំណត់ឲ្យសិស្សរបស់យើងទទួលយកបាននៅក្នុងមេរៀនមួយហ្នឹងបាទអញ្ចឹងយើងត្រូវកំណត់មុនពេលបរៀនហ្នឹងគឺ before the lesson ហ្នឹងគឺយើងត្រូវកំណត់ឲ្យបាននៅវត្ថុបំណងនៃមេរៀននីមួយៗរបស់យើងដែលយើងត្រូវបរៀនតើយើងចង់បានអ្វីចង់បានលទ្ធផលឲ្យសិស្សនឹងឯងគាត់ចេះអ្វីអញ្ចឹងយើងត្រូវកំណត់ឲ្យបានមុននឹងយើងបរៀនបើសិនណាបើជាយើងអត់បានកំណត់វត្ថុបំណងមេរៀនត្រឹមត្រូវទេគឺថាយើងចេះតែបរៀននេះមួយនោះមួយទៅគឺយើងអត់ដឹងច្បាស់ថាតើក្រោយពីបរៀនចប់ហ្នឹងសិស្សចេះអីទេបាទហ្នឹងចំណុចសំខាន់ទី1មុនពេលដែលចាប់ដើមមេរៀនហ្នឹងយើងត្រូវកំណត់វត្ថុបំណងនៃមេរៀនហ្នឹងបាទចំណុចទី2ចូលដល់opening បាទនៅពេលដែលយើងកំណត់វត្ថុបំណងមេរៀនហើយតើពេលដែលយើងចាប់ដើមមុននឹងចាប់ដើមបរៀនមេរៀនហ្នឹងតើយើងត្រូវធ្វើអីខ្លះហើយអ្វីដែលជាបទពិសោធន៍ជាក់ស្ដែងដែលខ្ញុំអនុវត្តជាប្រចាំថ្ងៃនៅពេលដែលបរៀននោះគឺខ្ញុំតែងតែធ្វើសកម្មភាពមួយគេហៅថា warm up បាទ warm up នេះគឺសកម្មភាពដែលយើងមុននឹងបរៀនមេរៀនបាទក្នុងនោះមានដូចជា greeting students បាទយើងត្រូវស្វាគមន៍បាទស្វាគមន៍ចំណុចចាប់ដើមនិយាយសួរសុខទុក្ខទៅដល់សិស្សទាំងអស់បាទពីសុខទុក្ខរបស់គាត់ថ្ងៃនឹងគាត់សុខសប្បាយជាទេអញ្ចឹងទៅហើយកាលពីអាទិត្យមុនឬកាលពីម្សិលមិញឬក៏កាលពីមុខមិញគាត់បានធ្វើខ្លះអញ្ចឹងយើងជជែកលេងជាមួយគាត់អីទីទៅហើយក្នុងចំណុចមួយហ្នឹងក៏យើងអាចកំណត់នៅពេលវេលាបានដែរបាទពេលវេលាចំណុចនីមួយហ្នឹងយើងត្រូវកំណត់ពេលវេលាច្បាស់លាស់តើនៅក្នុង warm up ហ្នឹងចំណុចចាប់ដើមនៃមេរៀន greeting students តើយើងនិយាយសំណេះសំណាលសួរសុខទុក្ខពីនេះពីនោះជាមួយសិស្សហ្នឹងប្រហែលនាទីអាហ្នឹងគឺយើងអាចកំណត់ពេលវេលាច្បាស់លាស់ដែរបើសិនណាបើយើងអត់បានកំណត់ពេលវេលាច្បាស់លាស់ទេគឺថាมันអាចបញ្ចប់មេរៀនទៅតាមពេលវេលារយៈពេល1ម៉ោងឬ2ម៉ោងបានទេហើយមួយទៀតគឺយើង check attendance បាទ check attendance ហ្នឹងមានថាយើងទៅត្រួតពិនិត្យឆែកមើលតើការចូលរួមរបស់សិស្សថ្ងៃហ្នឹងមានប្រមាណអ្នកអាហ្នឹងគេហៅថារដ្ឋបាលថ្នាក់រៀនយើងមិនអាចចោលបានទេបាទយើងត្រូវ check attendance របស់គាត់នរណាសិស្សណាដែលគាត់មកយឺតសិស្សណាដែលគាត់ commission សិស្សណាដែលគាត់ absent អវត្តមានឬក៏សុំច្បាប់អីចឹងទៅហើយចំណុចមួយទៀតក្រោយអំពី check attendance ហើយគឺយើងអាចកំណត់ពេលវេលាមួយដើម្បីធ្វើការ review the previous lessons មានន័យថាយើងអាចចំណាយពេលមួយចំនួនដើម្បីរំលឹកមេរៀនចាស់ដែលយើងបានបរៀនដល់សិស្សរបស់យើងពីហើយបើសិនណាបើយើងមិនមានបង្រៀនទៅយើងមិនមានការរំលឹកជាមេរៀនអីទេអាហ្នឹងគឺថាយើងមិនអាចដឹងថាតើសិស្សរបស់យើងរៀនកាលពីម្សិលមិញកាលពីសប្តាហ៍មុនគាត់ចេះអីទេអញ្ចឹងយើងអាចឆ្លៀតពេលកំណត់ពេលវេលាណាមួយសមស្របណាមួយដើម្បីរំលឹកដល់មេរៀនចាស់ដែលគាត់បានរៀនហើយមេរៀននេះមិនមែនចាំបាច់តែមេរៀនថ្មីកាលពីម្សិលមិញដែលគាត់រៀនទេមេរៀនណាដែលយើងគិតថាយើងចង់ឲ្យរំញោចស្មារតីគាត់ឲ្យគាត់ដឹងពីមេរៀនចាស់ដែលយើងធ្វើបរៀនកន្លងមកហើយគាត់បានដឹងដើម្បីយើងដឹងថាតើសិស្សរបស់យើងឯងមានការទទួលបានចំណេះដឹងការចងចាំរបស់គាត់យ៉ាងម៉េចយ៉ាងទៅអញ្ចឹង opening នេះគឺតាក់ទង opening នេះមុននឹងចាប់ដើមមេរៀននេះគឺមាន3ចំណុចហ្នឹងគួរសំខាន់ហើយចំណុចទាំង3នេះគឺខ្ញុំតែងតែដើរអនុវត្តតាម
គោលដើម្បីនេះបាទ greeting students checking attendance ហើយនឹង review the previous lessons បាទហើយក្នុង opening នេះក៏យើងដាច់ខាតត្រូវតែកំណត់ពេលវេលាច្បាស់លាស់ណាមួយដើម្បីធ្វើដែរដើម្បីកុំឲ្យខាតពេលក្នុងការរៀនរបស់យើងចំណុចទី3នៅក្នុង lesson plan នោះខ្ញុំដាក់ថា post teaching ឬក៏ main activities អាហ្នឹងចូលជាសកម្មភាពសំខាន់ដែរនៅក្នុងមេរៀនឬក៏សកម្មភាពបណ្ដាលនៃការបរៀនមេរៀនរបស់យើងនៅក្នុងការចាប់ដើមមេរៀនរបស់យើងសកម្មភាពមេរៀនរបស់យើងទៅរៀនថ្ងៃហ្នឹងយើងមានចំណងជើងអីដាក់មកហ្នឹងទៅហើយរៀនពីចំណុចណាមួយដល់យើងមានប្រធានបទយើងមានមេរៀនណាមួយត្រូវរៀនហើយអញ្ចឹងមេរៀននោះយើងត្រូវចែកចេញជា3ដំណាក់កាលទៀតក្នុងការបរៀនមេរៀនមួយហ្នឹងគឺ stage ទី1គេហៅថា presentation បាទយើងរៀនមេរៀនណាឧទាហរណ៍ជាក់ស្ដែងយើងរៀនការ thesis បាទ present simple ហ្នឹងអញ្ចឹងយើងត្រូវដើរទៅតាមគោលវិធីណាមួយឲ្យសមស្របគោលវិធី student center ឬក៏ teacher center ជាដើមហ្នឹងទៅសកម្មភាពមួយហ្នឹងហើយយើងដាច់ខាតត្រូវតែឲ្យមានចំណុច3ហ្នឹងព្រោះក្នុងមេរៀនមួយបើសិនណាអត់មានការបង្ហាញ presentation អត់មានការ practice អត់មាន production ទេអាហ្នឹងវាមិនអាចទៅជាការឬក៏សកម្មភាពបង្រៀនបានទេអញ្ចឹងក្នុង main activity នេះមាន3 presentation យើងទៅ presentation បង្ហាញណែនាំអំពីមេរៀនដែលយើងត្រូវបរៀនដល់គាត់រៀនពី present simple យើងទៅបង្ហាញពី form present simple អីចឹងទៅបច្ចុប្បន្នកាលធម្មតានឹងយ៉ាងម៉េចចឹងទៅឲ្យឧទាហរណ៍ចឹងទៅឲ្យគាត់បានយល់ហើយនៅពេលសកម្មភាព presentation នេះគឺសិស្សគាត់ឆ្ងល់គាត់អាចសួរឲ្យបានដែរនៅពេលដែលយើងបានបង្ហាត់បង្ហាញបញ្យលណែនាំមេរៀននឹងឯងហើយយើងដើម្បីវាស់វែងថាតើសិស្សអាចធ្វើបានគឺយើងចូលសកម្មភាពមួយទៀតគឺ practice បាទ practice មានដល់ឱកាសឲ្យសិស្សឯងអនុវត្តហើយអនុវត្តនេះគឺគេហៅថា control practice មានន័យថាជាសកម្មភាពអនុវត្តមួយដែលយើងឲ្យសិស្សនឹងឯងថាតាមយើងឲ្យគាត់អានអំពីមេរៀនហ្នឹងទៅហើយចំណុចណាដែលយើងអាចកែប្រែបានយើងអាចជួយកែប្រែដល់គាត់បាទហ្នឹងយើងមិនអាចលែងចោលបានទេអាហ្នឹងហៅ practice ឲ្យគាត់អនុវត្តសរសេរមកបញ្យោគពីបញ្យោគឬក៏អាន form មកជាដើមទៅបាទហើយចំណុចសំខាន់ទី3មួយទៀតនោះនៅក្នុង main activity នេះគឺយើងត្រូវតែដល់នៅលំហាត់សកម្មភាពមួយគេហៅថា production មានថាអានេះ less control មានថាយើងឲ្យសកម្មភាពអនុវត្តដល់សិស្សធ្វើដែរប៉ុន្តែជាទូទៅឲ្យសិស្សនឹងឯងគាត់អនុវត្តលំហាត់នេះផ្ទាល់ខ្លួនព្រោះថាយើងរៀនពី present simple អញ្ចឹងបច្ចុប្បន្នកាលធម្មតាតើបើគាត់មានការអនុវត្តយល់ដឹងអំពីការ presentation របស់យើង practice របស់យើងហើយអញ្ចឹងយើងត្រូវដាក់លំហាត់មួយឬក៏ឲ្យសកម្មភាពមួយដល់សិស្សរបស់យើងគាត់ធ្វើដើម្បីឆ្លុះបញ្ចាំងថាតើគាត់ទទួលបានមេរៀននឹងយល់ដឹងពីមេរៀនកម្រិតណាហើយក៏យើងអាចមានការកែប្រែឬក៏កែតម្រូវនៅពេលដែលគាត់ធ្វើ production បានដែរអានេះជាចំណុចសំខាន់ទី3នៅក្នុង lesson plan គឺ post teaching and main activity ហ្នឹងមាន3សំខាន់ហ្នឹងទី1ត្រូវមានការបង្ហាញមេរៀនហើយទី2អនុញ្ញាតឬក៏ allow students practice ហើយនឹងទី3ហ្នឹងគឺ give production to student បាទហើយគាត់អនុវត្តដើម្បីឆ្លើយតបទៅនឹងមេរៀនតើគាត់យល់ដឹងដល់កម្រិតណាហើយចំណុចlesson plan ចំណុចសំខាន់ចុងក្រោយគេចំណុចទី4នោះគឺតាក់ទងទៅនឹង closing បាទនៅពេលដែលយើងឲ្យសិស្សរបស់យើងអនុវត្តហើយបង្ហាញហើយ production ហើយនៅពេលដែលយើងបញ្ចប់មេរៀនរបស់យើងក្នុងរយៈពេល1ម៉ោងឬក៏2ម៉ោងហ្នឹងអញ្ចឹងយើងត្រូវតែ evaluate the lesson បាទយើងអាចធ្វើការវាស់វែងស្ទាបស្ទង់ឬក៏ប៉ាន់ប្រមាណមើលតើមេរៀនដែលយើងត្រូវបរៀនថ្ងៃហ្នឹងគឺសិស្សយល់បាននៅកម្រិតណាហើយបន្ទាប់មកយើងត្រូវមាន wrap up បាទយើងប្រភពគំនិតគាត់ឬក៏យើងសង្ខេបមេរៀននឹងឯងឲ្យគាត់ឡើងវិញថាថ្ងៃនេះយើងរៀនអំពីអីទៅហើយលក្ខណៈសំខាន់បែបណាទាក់ទងនឹងមេរៀននេះយើងសង្ខេបឲ្យគាត់ដើម្បីគាត់រំញោចស្មារតីគាត់ឲ្យគាត់ដឹងថ្ងៃហ្នឹងយើងរៀនអំពីមេរៀនអ្វីមួយ
ហើយមួយទៀតនោះគឺ provide homework ជាពិសេសយើងមិនអាចក្នុងនាមយើងជាគ្រូក៏យើងមិនអាចចោលបានដែរគឺថា homework បាទអានេះជាសកម្មភាពទូទៅហើយប៉ុន្តែមិនមែនមានលក្ខណៈថាឲ្យ homework នឹងឯងច្រើនលើសពីពេកទេបាទហើយមួយចំនួនអីចឹងទៅដែលយើងអាចស្មានថាគាត់បានប្រមាណដែលគាត់អាចធ្វើបានដើម្បីឲ្យគាត់ធ្វើកិច្ចការបន្ថែមនៅផ្ទះដើម្បីឆ្លុះបញ្ចាំងទៅលើមេរៀនដែលគាត់បានរៀនថ្ងៃហ្នឹងហើយ other នេះបើសិនណាបើមានពេលវេលាសមស្របណាមួយយើងអាចលេង game តាក់ទងទៅនឹងសកម្មភាពនានាដែលតាក់ទងទៅនឹងមេរៀនរបស់យើងដែលយើងរៀនថ្ងៃហ្នឹងបាទហ្នឹងបញ្ចប់នៃមេរៀនហើយបាទហើយបណ្ដាប់ផ្ញើផ្សេងៗនេះទៅឲ្យសិស្សរបស់យើងអញ្ចឹងសង្ខេបមកនេះគឺជាគោលនៅក្នុង lesson plan ការសរសេរកិច្ចតែងការឬក៏ការរៀបចំមេរៀនមួយដែលយើងត្រូវបរៀនគឺមាន4ចំណុចសំខាន់ហ្នឹងទី1គឺខ្ញុំដាក់ឈ្មោះថា before the lesson មុនពេលបរៀនមេរៀនហ្នឹងយើងត្រូវកំណត់កម្មវត្ថុមេរៀនឲ្យបានត្រឹមត្រូវហើយទី2 opening ទី3 body ហើយទី4 closing មានប៉ុណ្ណឹងសំខាន់គោលសំខាន់ក្នុងការបរៀនមេរៀនមួយគឺយើងត្រូវចាត់ចែងកម្មវិធីបរៀននឹងឯងឲ្យសមសុខតាមទៅហើយបើសិនណាបើយើងអាចដើរបានទាំងចំណុច4ហ្នឹងគឺថាយើងសង្ឃឹមថាលទ្ធផលនៃការសិក្សារបស់សិស្សរបស់យើងអាចទទួលយកអំពីចំណេះរបស់យើងនៅពេលដែលយើងបរៀនមេរៀនឯងទទួលបានជោគជ័យច្រើនបាទនេះខ្ញុំតាមបទពិសោធន៍ខ្ញុំធ្វើជារឿយៗមកឃើញថាវាទទួលបានជោគជ័យច្រើនក្នុងការរៀនមេរៀនណាមួយដល់សិស្សឲ្យសិស្សទទួលបានចំណេះការចេះដឹងការយល់ដឹងអំពីមេរៀនដែលយើងត្រូវរៀនយើងសង្ឃឹមថាមេរៀននេះគឺជាប្រទីបមួយជាកញ្ចក់មួយឆ្លុះបញ្ចាំងដើម្បីឆ្លើយតបទៅនឹងការបង្រៀនមេរៀនមួយនៅក្នុងវិស័យសិក្សាវិស័យអប់រំរបស់យើងតែយើងជាគ្រូយើងត្រូវដឹងអំពីការរៀបចំ lesson plan ទៅរៀនដល់សិស្សរបស់យើងប្រចាំថ្ងៃបាទហើយ lesson plan នេះគឺមិនមែនយើងទៅបរៀនថ្ងៃហ្នឹងយើងធ្វើទេយើងអាចចំណាយពេល1ម៉ោង2ម៉ោង3ម៉ោងឬក៏ចំណាយពេល1ថ្ងៃមុនពេលបរៀនឬក៏2ថ្ងៃមុនពេលបរៀនយើងអាចធ្វើទៅបានអាហ្នឹងគឺជា4នៃការបរៀននៃការរៀបចំ lesson plan បាទដើម្បីឲ្យ lesson plan របស់យើងមានប្រសិទ្ធភាពគឺយើងត្រូវកំណត់យើងត្រូវរៀបចំមុនការបរៀននឹងឯងយ៉ាងហោចណាស់បាន1ថ្ងៃឬក៏2ថ្ងៃដែរអញ្ចឹងសង្ឃឹមថាមេរៀនឬក៏ប្រធានបទថ្ងៃនេះដែលខ្ញុំបានលើកឡើងស្ដីអំពី lesson plan ឬក៏ teaching procedure តាក់ទងទៅនឹងមេរៀននីមួយៗហ្នឹងឯងខ្ញុំថាជាប្រយោជន៍ដល់បងប្អូនទាំងអស់ជាពិសេសលោកគ្រូទាំងអស់នៅក្នុងវិស័យអប់រំទាំងអស់ទទួលជ្រាបជាព័ត៌មាននិងអាចយកទៅអនុវត្តក្នុងការបរៀនជាប្រចាំថ្ងៃបានដែរអញ្ចឹងពេលនេះខ្ញុំសូមបញ្ចប់នៅចំណុចដូចជាប្រធានបទក្នុងថ្ងៃនេះតែប៉ុណ្ណេះហើយចុងបញ្ចប់សូមជូនពរដល់បងប្អូនប្រុសស្រីទាំងអស់ជាពិសេសលោកគ្រូទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនសូមអរគុណសូមជម្រាបលា